số chấp đầu cả khai nơi pra tụm lính xiêm kề rích sai cái rích chiêm tắc mộc sọt là ấy lời khai nó khía bẹ hệ ca xiêm phay xe snap pro xe tự cách lẹ trò chấm này khai vinh xe tự cách lang khua tua mình lọ húa cọp khua chiến xiêm vì pro con khai nó khía chia diêm bẹ hệ ca tụm lính xiêm làm bay chiếc khai sông cột chấm điệp xua ong với tự cách múa niên nhóm mua chơn kìm hua chỉ sót nạ tì đập môi có này vị trí lái hôn sai tập bèn bầy tào ông với tất cả tàng múa do sau đừng rụp niên nhóm ta rồi tết ha cả sai hà chiết cử nam tranh vì ca rụp rôn sa mà kỳ kia chỉ lông muối rồi bao phải chia trồn tào phật màn tết ông với tất cả tàng múa phật màn nơi khăn ngày này niên nhóm bắt chỉ mấy cái thì vô na đại ban này dây lơประធានបទពាក់ហើយការគឺស្នេហាជាតិអញ្ចឹងដើម្បីធ្វើការបកស្រាយឲ្យកាន់តែក្បោះក្បាយជូនដល់អង្គកម្មវិធីទាំងមូលនាងខ្ញុំសូមលើកនៅចំណុចសំខាន់ចំនួន3រួមមានទី1មូលហេតុដែលត្រូវពាក់ហើយការទី2ផលវិជ្ជមាននៃការពាក់ហើយការនិងទី3តួនាទីនិងកាតព្វកិច្ចរបស់យុវជនចូលមកដល់ចំណុចសំខាន់ទី1ដែលនិយាយពីមូលហេតុនៃការពាក់ហើយការដោយដែលអង្គវេទិកាទាំងមូលបានជ្រាបហើយថានៅក្នុងឆ្នាំ2025មានការចំនួនព្រមតានរវាងកម្ពុជានិងថៃបានបង្កឡើងដែលបណ្ដាលឲ្យមានប្រជាជននិងវីរៈកងទ័ពជាច្រើនរងរបួសនិងបាត់បង់ជីវិតថែមទាំងមានការផ្លាស់ប្ដូរទីលំនៅជាច្រើនរាប់សែនអ្នកផងដែរទន្ទឹមនឹងនោះការនៅតែបន្តគាំទ្រផលិតផលរបស់ថៃគឺប្រៀបបានដូចជាការចិញ្ចឹមសេដ្ឋកិច្ចរបស់ពួកគេយ៉ាងអញ្ចឹងដូចនេះហើយមានតែការទេហេការទេដែលជាចំណុចដ៏ល្អសម្រាប់ធ្វើឲ្យសត្រូវមានការចុះខ្សោយជាការពិតណាការពេហេការរបស់ប្រជាជនខ្មែរគឺពិតជាធ្វើឲ្យសេដ្ឋកិច្ចថៃមានការធ្លាក់ចុះពិតប្រាកដមែននេះបើយកតាមសារព័ត៌មានរបស់ព្រះខ័នដែលបានចុះផ្សាយនៅថ្ងៃទី6ខែសីហាឆ្នាំ2025បានឲ្យដឹងថាសេដ្ឋកិច្ចថៃគឺបានទទួលប្រាក់ចំណេញពីការនាំចេញទំនិញថៃមកកាន់កម្ពុជារហូតទៅដល់ 9.2 លានដុល្លារហើយថៃទាំងមានការកើនឡើងកាន់តែខ្លាំងក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះហើយបើស្របតាមរដ្ឋាភិបាលរបស់ថៃបានឲ្យដឹងថាប្រទេសថៃអាចនឹងប្រឈមមុខនឹងការខាតបង់ប្រាក់រហូតដល់ 1.85 លានដុល្លារប្រសិនបើមានការបិទព្រំដែនលែងឲ្យមានការនាំចូលទំនិញមកកាន់ប្រទេសកម្ពុជាហើយក៏អាចធ្លាក់ចុះកាន់តែខ្លាំងថែមទៀតប្រសិនបើប្រជាជនកម្ពុជាឈប់ប្រើប្រាស់ផលិតផលថៃតែម្ដងដោយឡែកងាកមកមើលចំណុចសំខាន់ទី2ដែលនិយាយពីផលវិជ្ជមាននៃការពាក់ហេការការពាក់ហេការរបស់ប្រជាជនខ្មែរមិនត្រឹមតែធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់ចុះប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយឲ្យសេដ្ឋកិច្ចខ្មែរមានការរីកចម្រើនថែមទៀតផងឥឡូវនេះផលិតផលកសិកម្មគ្រឿងសម្អាងសម្លៀកបំពាក់និងផលិតផលប្រើប្រាស់របស់ខ្មែរជាច្រើនកំពុងតែមានការគាំទ្រខ្លាំងមែនទែនពីសំណាក់ប្រជាជនខ្មែរទន្ទឹមនឹងពេលនេះដែរគឺជាឱកាសដ៏ល្អបំផុតសម្រាប់ធ្វើឲ្យសេដ្ឋកិច្ចខ្មែរមានភាពរីកចម្រើននិងជួយឲ្យសេដ្ឋកិច្ចខ្មែរមានការរឹងមាំថែមទាំងបង្កើនការងារក៏ដូចជាកាត់បន្ថយការប្រើប្រាស់ផលិតផលបរទេសថែមទៀតផងតើអង្គវេទិកាទាំងមូលបានដឹងទេថាការពីមុនបន្លែផ្លែឈើដែលប្រជាកសិករខ្មែរដាំមកគឺគ្រាន់តែយកមកធ្វើជាអាហារសម្រាប់បរិភោគតែប៉ុណ្ណោះប៉ុន្តែពេលនេះបន្លែផ្លែឈើដែលប្រជាកសិករយើងដាំមកគឺអាចយកមកធ្វើជាផលិតផលផ្សេងៗដូចជាសាប៊ូកក់សក់សាប៊ូដុសខ្លួនថ្នាំដុសធ្មេញជាដើមនេះក៏អាចបង្កើនការងារដល់ប្រជាកសិករខ្មែរថែមទៀតផងឥឡូវចូលមកដល់ចំណុចសំខាន់ចុងក្រោយគឺចំណុចសំខាន់ទី3ដែលនិយាយពីតួនាទីនិងកាតព្វកិច្ចរបស់យុវជននៅត្រង់ចំណុចនេះមិនមែនមានន័យថាយុវជនត្រូវតែកាន់កាំភ្លើងដើរចូលសមរភូមិដើម្បីប្រយុទ្ធជាមួយសត្រូវទេប៉ុន្តែយុវជនគ្រាន់តែចូលរួមពាក់ហេការឈប់ប្រើប្រាស់ទំនិញថៃហើយងាកមកប្រើប្រាស់ទំនិញខ្មែរបានច្រើននោះគឺល្អណាស់ទៅហើយយុវជនគឺជាសសរស្តម្ភនៃប្រទេសជាតិហើយយុវជនមិនមែនមានតួនាទីតែមួយនេះទេយុវជនគឺមានតួនាទីជាច្រើនដូចជាត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ជាយាមលើកតម្កើងប្រទេសជាតិដោយសន្តិវិធីប្រើប្រាស់បណ្ដាញសង្គមឲ្យមានផលប្រយោជន៍ដូចជាការលើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសជាតិជាយាមផ្សព្វផ្សាយនិងប្រាប់មិត្តភ័ក្តិគ្រួសារនិងសហគមន៍អំពីសារៈសំខាន់នៃការពាក់ហេការសរុបមកការពាក់ហេការមិនមែនជាការលះបង់ទេការពាក់ហេការគឺជាទង្វើស្នេហាជាតិនិងផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិខ្លាំងមែនទែនវាមិនត្រឹមតែបង្ហាញពីជំហររបស់ប្រជាជនទេវាថែមទាំងជួយពង្រឹងសេដ្ឋកិច្ចនិងបង្ហាញពីការការពារអធិបតេយ្យ
យភាពដឹកដៃមេត្តាភូមិថែទៀតផងជាចុងក្រោយនាងខ្ញុំសូមលើកមករៀបដល់សំណូមពរដល់ប្រជាជនប្រជាពលរដ្ឋនិងយុវជនគ្រប់រូបឲ្យចូលរួមពហិការតំណែងថៃឈប់ប្រើប្រាស់តំណែងថៃងាកមកគ្រប់គ្រងផលិតផលខ្មែរថែរក្សាទឹកដីតែកុំលះបង់ដីឲ្យសត្រូវការស្នេហាជាតិគឺផ្ដើមចេញពីការស្នេហាជាតិគឺផ្ដើមចេញពីការទិញផលិតផលខ្មែរនៅលើទីផ្សារខ្មែរពហិការស្នេហាជាតិសេដ្ឋកិច្ចរីកមានប្រទេសជាតិរីកចម្រើនសូមគោរពអរគុណនិងសូមអរគុណ ពាក្យការ